សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងបន្តភាគ3របស់យើងបន្តទៀតតែមកនឹងចូលសាច់រឿងរបស់យើងអ្នកទាំងអស់គ្នាចាំជួយចុច like comment subscribe និងដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាអញ្ចឹងយើងចូលសាច់រឿងរបស់យើងតពីភាគមុនអ៊ីនសុកបាននិយាយទៅកាន់គីចុងថាអ្នកអាចឲ្យឆាតត្រឡប់មកវិញនៅពេលក្រោយណាហើយគាត់និយាយបន្តទៀតថាខ្ញុំនឹងជួយនាងបន្ទាប់ពីពេលវេលាដែលនាងបានជួបគាត់នាងបានត្រឡប់មកកាន់ផ្ទះហើយនាងបាននិយាយថាឆាតរបស់គាត់មានតម្លៃខ្លាំងណាស់ខ្ញុំត្រូវតែប្រកាសថានឹងបង្កើតឲ្យវាច្បាស់ថានឹងសន្តិកម្មគាត់វិញឲ្យបានល្អប្រសើរបន្ទាប់ពីនាងបានកាត់ក្នុងចិត្តរួចនាងក៏បានឃើញប្អូនរបស់នាងកំពុងតែលេងហ្គេមហើយប្អូនរបស់នាងក៏បានឃើញបងនាងត្រឡប់មកផ្ទះមកវិញដែរប៉ុន្តែគេហាក់បីជាមិនចូលចិត្តបងរបស់គេឡើយរួចគេក៏បានដើរចាក់ចេញពីបងស្រីរបស់គេបងស្រីរបស់គេបានឃើញដូច្នោះនាងបានប្រាប់គេថាឲ្យរងចាំសិនជីសុងតែឯងបានញ៉ាំអីហើយឬនៅគេក៏បានឈប់មួយសបករួចគេបាននិយាយទៅកាន់នាងថាហេតុអ្វីបានជាអ្នកមិនយកឆាតទៅអញ្ចឹងស្រាប់តែភ្ញាក់ផ្អើលដោយសារតែប្អូនរបស់នាងបាននិយាយជាមួយនាងជារៀងរាល់ដងគេមិនដែលនិយាយជាមួយនឹងនាងនោះទេចម្លើយអ្វីថ្ងៃនេះគេបាននិយាយជាមួយនឹងនាងយើងក៏មិនដឹងដែរថាហេតុអីបានជាគេនឹងមិនសូវជាខ្វាយខ្វល់ជាមួយនឹងបងស្រីគេនោះទេអាចថានឹងមានបញ្ហាអ្វីមួយចំពោះគេហ្គីសុងគាត់តែខំខ្លួនឯងនៅក្នុងបន្ទប់ហើយយើងក៏មិនដឹងដែរថាមូលហេតុអីបានជាគេនឹងខំខ្លួនឯងនៅក្នុងបន្ទប់នោះឡើយចូលសាច់រឿងរបស់យើងវិញបន្ទាប់ពីនាងបានឃើញប្អូនរបស់នាងព្រួយបារម្ភពីនាងបែបនេះនាងក៏ប្រាប់មូលហេតុទៅកាន់គេថាបងគ្រាន់តែនៅក្រៅភ្លៀងបានតែប្រហែលវិនាទីប៉ុណ្ណោះចៃដន្យអីមានមនុស្សម្នាក់បានឲ្យបងខ្ចីឆាតរបស់គាត់ហើយនេះហ៊ាននឹងនិយាយតហើយគេក៏បានបិទទ្វារបាត់ទៅហើយបងរបស់គេបានតែមកឈរមើលគេចូលក្នុងបន្ទប់ហើយនេះក៏មានអារម្មណ៍ថាសប្បាយចិត្តផងដែរដោយសារតែនេះហើយជាលើកទី1ដែលប្អូនរបស់នាងបាននិយាយជាមួយនឹងនាងហើយនេះក៏បានដកដង្ហើមបន្តិចដើម្បីសម្រួលអារម្មណ៍របស់នាងនៅតែសប្បាយចិត្តមិនថាប្អូនរបស់នាងធ្វើទង្វើអ្វីឬក៏មិនអើពើនឹងនាងក៏ដោយប៉ុន្តែនាងនៅតែនិយាយជាមួយនឹងគេនាងថែមទាំងទីការគេគ្រប់ពេលវេលាកាន់មកកាន់បន្ទប់មួយដែលរំពាត់ទៅដោយស្កុតពណ៌លឿងហើយវាជាករណីឃាតកម្មហើយយើងក៏បានឃើញបរិសម្នាក់ដែលយើងស្គាល់រួចហើយថាជាអ្នកសឹមគេអ្នកទាំងគ្នាចាំដែរទេដែលថាគាត់នឹងបាននៅមកជាមួយនឹងតួស្រីរបស់យើងនោះអីចូលសាច់រឿងរបស់យើងវិញលោកពូសង្កេតរបស់យើងនឹងកំពុងតែសង្កេតកើតមានអ្វីមួយដែលគាត់គិតថាអាចនឹងសង្ស័យហើយគាត់ក៏បានឃើញដបស្រាហើយនឹងចិញ្ចាំងដែលពោពេញទៅដោយពណ៌ខ្មៅដែលជាធូលីលោកពូសង្កេតរបស់យើងនឹងក៏បានអង្គុយចោលរួចក៏បានយកដៃរបស់គាត់ស្ទាមទៅលើឥដ្ឋការ៉ូនោះរួចយកមកមើលគាត់មានការឆ្ងល់ជាខ្លាំងនឹងសង្ស័យថានឹងមាននរណាម្នាក់បានលុបបំបត្តិផុសតាងរួចទៅហើយភ្លាមនោះក៏មានលោកពូសង្កេតម្នាក់ក៏បានមកសួរលោកពូសង្កេតរបស់យើងថាតើអ្នកបានស្វែងរកអ្វីដែលគួរសង្ស័យដែរទេហើយលោកពូរបស់យើងក៏បានតបមកវិញថាវាមើលទៅចម្លែកអ្វីដែលនៅទីនេះទាំងអស់នៅក្នុងផ្ទះគឺកខ្វក់ណាស់លើកលែងតែកម្រិតឥដ្ឋវាមើលទៅស្អាតឥតខ្ចោះតែម្ដងច្បាស់ណាស់ថានឹងមាននរណាម្នាក់បាននៅទីនេះចុះប្រសិនបើវាជាអ៊ីនសុបនោះយើងគួរតែនាំគាត់មកសួរចម្លើយការមកកាន់ស្ថានីយ៍ប៉ូលីសយើងវិញយើងក៏បានឃើញលោកពូសង្កេតរបស់យើងនឹងក៏បានហៅអ៊ីនសុបអូដើម្បីមកសួរចម្លើយព្រោះអីគាត់បានសង្ស័យអ៊ីនសុបអូហើយក៏បាននិយាយទៅកាន់គេថាសូមអរគុណចំពោះការឆ្លើយតបទៅនឹងសាររបស់ពួកយើងសារៈស័ក្តិសិទ្ធិរបស់លោកអូហើយយើងបានបញ្ជាក់ថាអ្នកគឺជាមនុស្សចុងក្រោយដែលហានថេចុងនឹងបានទូរស័ព្ទទៅកាន់លោកហើយអ៊ីនសុបក៏បានតបទៅកាន់គេថាតើនោះជាបញ្ហាមែនទេលោកពូសង្កេតរបស់យើងនៅតែបន្តនិយាយតទៀតថាហានថេចុងនឹងត្រូវបានប្រទេសឃើញថាគាត់បានចងកនៅផ្ទះរបស់គាត់តើនេះបានដឹងរឿងនេះដែរទេហើយអ៊ីនសុំនឹងក៏ធ្វើទៅមុខធម្មតារួចក៏បានមើលនាឡិការបស់គាត់រួចក៏បានតបទៅកាន់លោកពូសង្កេតយើងថាមែនហើយខ្ញុំពិតជាសោកស្ដាយណាស់ដែលបានលើកដូច្នោះហើយពូសង្កេតរបស់យើងនៅបន្តសួរទៀតថាតាមតំណែងទំនួលរបស់អ្នកជាមួយនឹងហានថេចុងនឹងមានលក្ខណៈបែបណាគាត់គឺជាអតិថិជនរបស់ខ្ញុំយើងបានជួបគ្នាច្រើនដងនៅក្នុងឋានៈផ្ទាល់ខ្លួនដែរខ្ញុំមិនចង់និយាយបែបនោះទេហើយគាត់តែងតែមករកខ្ញុំដើម្បីសុំដំបូន្មាននៅពេលណាដែលមានអ្វីមួយរំខានគាត់ហើយជាមូលហេតុដែលយើងបាននិយាយគ្នានៅពេលចុងក្រោយដែលគាត់ទូរស័ព្ទមកកាន់ខ្ញុំផងដែរតើអ្នកសូវចិត្តចែករំលែកព័ត៌មានលម្អិតនៃការសន្ទនានោះទេអ៊ីនសុបបន្តពីលើសំណួរបែបនោះគាត់មានអារម្មណ៍ថាមិនសប្បាយចិត្តប៉ុន្តែគាត់នៅតែបន្តនិយាយប្រាប់ការពិតទៅកាន់លោកពូសង្កេតរបស់យើងប៉ុន្តែគាត់ក៏មិនបានប្រាប់ដែរថាគាត់នឹងគឺជាអ្នកសម្លាប់លោកពូថេចុងនោះទេគាត់និយាយថាគាត់កំពុងតស៊ូជាមួយនឹងបំណុលដែលនៅសល់ដែលគាត់នៅតែត្រូវសងហើយជាមួយនឹងការប៉ັດដែរថាក្រុមគ្រួសាររបស់គាត់បានងាកចេញពីគាត់ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីលួងលោមគាត់ប៉ុន្តែខ្ញុំគិតថាវាមិនបានជួយអ្វីនៅទីបញ្ចប់នោះទេវាពិតជាគួរឲ្យសោកស្ដាយណាស់តើអ្នកទាំងអស់គ្នាជឿដែរទេថាគាត់នឹងពិតជាសោកស្ដាយជាមួយនឹងបរិបទដែលមានឈ្មោះថាថេចុងនឹងមើលតែតុកមុខគាត់ទៅក៏ដឹងដែរថាត្រជាក់ថេងបន្ទាប់ពីគាត់ធ្វើតុកមុខបែបនោះក៏បានសម្ដែងធ្វើជាញញឹមទៅកាន់លោកពូសង្កេតរបស់យើងចង់និយាយថាតួអង្គនេះបើឆ្លាតខ្លាំងណាស់
គឺថាប្រកាសដោះស្រាយបញ្ហានៅចំពោះមុខគាត់តែម្ដងតែគួរឲ្យស្ដាយណាស់មិនគួរណាគាត់ខ្លាចចំនួនបែបនេះនោះទេសង្កេតរបស់យើងនៅតែសង្ស័យគាត់ហើយក៏បន្តសួរទៅ Ken In Subo ថាតើមានឱកាសទេដែលអ្នកកំពុងតែលេអ្វីមួយដែលតាក់ទងនឹងករណីនេះទេខ្ញុំបានប្រាប់អ្នកគ្រប់យ៉ាងដែលខ្ញុំបានដឹងគាត់ក៏បានបិទ laptop របស់គាត់ប៉ុន្មានហើយសូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់អ្នកនៅថ្ងៃនេះខ្ញុំនឹងតាក់ទងទៅកាន់អ្នកម្ដងទៀតប្រសិនបើពួកយើងមានសំណួរបន្ថែមអ៊ីនសូក៏តបទៅវិញដូចជាឌឺដងថាប៉ុន្តែឲ្យវាប្រកបណាធ្វើឲ្យលោកពូសង្កេតរបស់យើងហាក់បីជាខឹងហើយនៅតែសង្ស័យបើតែមិនអាចធ្វើអ្វីបានទៅកាន់គេបន្ទាប់ពីពេលហ្នឹងមកគាត់ក៏បានដើរចាកចេញពីបន្តសួរចម្លើយហើយគាត់នៅតែបន្តនិយាយថានៅពេលនេះវាហាក់ដូចជាគាត់នឹងបានសម្រាប់ខ្លួនឯងពិតមែនទេមានអ្វីមួយមិនត្រឹមត្រូវទូទៅសោះខ្ញុំអាចមានអារម្មណ៍បានថាណាមិញខ្ញុំបានប្រាប់គាត់ថាមនុស្សបានស្លាប់ប៉ុន្តែគាត់ហាក់បីជាមើលទៅមិនបានខ្វល់អ្វីទាំងអស់របៀបថាគាត់នឹងមិនបានខ្វល់អំពីរឿងហាន់ចុងនឹងឡើយគាត់ចាត់ទុកថារឿងនេះដូចជារឿងធម្មតាមនុស្សដែលមានលក្ខណៈ physical គឺតែងតែបែបហ្នឹងពួកសង្កេតនៅតែបន្តនិយាយទៀតមានអ្វីមួយអំពីរឿងនេះមិនសមនឹងខ្ញុំទេលក្ខណៈគាត់នៅតែសង្ស័យលោកពូដែលមានពាក់អាវពណ៌ខ្មៅហ្នឹងក៏បាននិយាយថាក្រុមគ្រួសារជួយរងគ្រោះក៏មិនចង់ឲ្យយើងបន្តដែររបស់យើងនៅពេលដែលលើបែបហ្នឹងគាត់មានការភ័យខ្លាចជាខ្លាំងការមកកាន់សាលារៀនយើងឃើញអ្នកគ្រូរបស់យើងកំពុងតែកាន់ចែករបស់អូអ៊ីនសុបហើយនេះបានគិតថាខ្ញុំអាចជប់នៅការិយាល័យរបស់គាត់ហើយប្រកោឆាតទៅកាន់គាត់វិញនៅតាមផ្លូវទៅផ្ទះក៏បាននឹកសម័យអំពីអ៊ីនសុបដែលគាត់បាននិយាយថាចង់ជួយនាងហើយគាត់បានប្រាប់នាងថានាងនឹងមិនស័ក្តិសមនឹងប្តឹងនោះទេដូច្នេះគាត់មានកម្រងជួយខ្ញុំយ៉ាងដូចមិនได้ព្រាមនោះក៏ស្រាប់តែមានសម្រាប់ជើងជាច្រើនដើរមករកនេះហើយនាងមានការភ័យផ្អើលហើយក៏បានសម្លឹងទៅកាន់អូខេនេះមានការឆ្ងល់ជាខ្លាំងទាំងនោះគឺជាអាណាព្យាបាលរបស់សិស្សដែលបានមករកនាងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេមានតែរងចាំភាគក្រោយណាអ្នកទាំងអស់គ្នាបាយបាយជួប